រាជាក៏បានស្ដាប់នៅការវិសាចនារបស់ព្រះថេរៈក្នុងបញ្ហាទី1ហ្នឹងរួចរាល់ហើយបានព្រះរាជាសួរបញ្ហាជាបន្តដែលព្រះថេរៈប្រណីមថាបៃដកជលភ័យលោករៀបរៀងជាឈ្មោះនៃបញ្ហាហ្នឹងហើយឈ្មោះនៃបញ្ហាកម្មហ្នឹងគឺឲ្យឈ្មោះថាវសៈបញ្ហាគឺព្រះរាជាបានដណ្ដឹងសួរទៅព្រះថេរៈថាបបិទ្ធប្រគុណម្ចាស់តើប្រគុណម្ចាស់បួសបានប៉ុន្មានវស្សាហើយព្រះថេរៈក៏បានឆ្លើយថាចម្រើនពរមហាបពិត្រអាត្មាបួសបាន7វស្សាហើយតាមពិតគឺថាលោកបួសទាំងសាមណេរមកច្រើនជាងនឹងណាប៉ុន្តែនេះប្រហែលជាលោករាប់ពីឧបសម្បទាជាភិក្ខុមកតែប៉ុណ្ណោះអញ្ចឹងទៅបានពរិជាដឹងថាព្រះថេរៈមានវស្សា7ក៏បានសួរបន្តទៀតថាបពិតលោកម្ចាស់វស្សាផ្សេងលោកម្ចាស់ផ្សេងឬវស្សាផ្សេងលោកម្ចាស់ផ្សេងឬញាតិញោមពុទ្ធបរិស័ទអាចយល់បានចំណុចហ្នឹងថាវស្សាទាំង7ហ្នឹងផ្សេងហើយលោកម្ចាស់ហ្នឹងផ្សេងឬបានពេលនោះមានក្អមទឹកឬក៏ផើងទឹកកែវមួយដែលមានទឹកថ្លាស្អាតហើយស្រមោលនៃព្រះរាជាក៏បានឆ្លុះចូលទៅនៅក្នុងផើងទឹកនោះយ៉ាងច្បាស់ដែលឃើញព្រះរាជានៅខាងក្នុងទឹកនឹងជាស្រមោលបានព្រះថេរៈលោកសួរថាបពិតមហារាជតើមួយណាជាព្រះរាជាពិតរូបនៅក្នុងក្អមទឹកនោះហើយនឹងរូបខាងក្រៅមួយណាជាស្ដេចមិលិនពិតប្រកបបានព្រះរាជាទូលប្រកេនទៅថាបពិតគុណម្ចាស់ខ្ញុំកណាពិតគឺនៅខាងក្រៅនេះឯងហើយស្រមោលដែលនៅក្នុងទឹកនោះមិនមែនជាខ្ញុំកណាទេប៉ុន្តែវាអាស្រ័យនឹងខ្ញុំកណាដែរអាស្រ័យនឹងខ្ញុំកណាដែរទើបមានស្រមោលនោះបើមិនមានខ្ញុំកណាទេស្រមោលនឹងក៏អត់មានដែរបានព្រះថេរៈក៏លោកបានពន្យល់ទៅកាន់ព្រះរាជាទៀតថាមហាបពិត្រសេចក្តីនេះយ៉ាងណាវស្សាទាំង7ហ្នឹងក៏ដូចគ្នាគឺដោយសារមានអាត្មានេះឯងបានមានវស្សាទាំង7មានអាត្មាហ្នឹងគឺបានន័យថាមាននៅខណ្ឌហ្នឹងណាមាននៅខណ្ឌទាំង5ហ្នឹងឯងបានមាននៅវស្សាទាំង7ហ្នឹងអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់អាចស្ដាប់បានទេណាព្រះរាជាក៏លោកស្ដាប់បានពោលថាអច្ឆរិយ៉ាងភ័ន្តេពិតគុណម្ចាស់ដ៏ចម្រើនលោកម្ចាស់ប្រៀបធៀបនៅប្រស្នាដ៏វិចិត្រប្រណិតឧត្តមឧត្តមត្រង់នេះខ្ញុំក៏អត់មានឆ្ងាយឆ្ងល់អត់មានទោសអ្វីឡើយគុណម្ចាស់ពិតជាអ្នកប្រាចេះដឹងពិតប្រកបមែនសរសើរព្រះថេរៈអញ្ចឹងហ្នឹងហើយញាតិញោមពុទ្ធបរិស័ទចំណុចនេះខ្ញុំបកណាខ្ញុំបាទក៏ចង់ពន្យល់តកតងទៅនឹងបញ្ញត្តិហើយនឹងបរមត្តផងដែរហ្នឹងហើយក្នុងវស្សៈបញ្ហានេះគឺធ្វើឲ្យអ្នកសិក្សាទាំងអស់អាចនឹងកាន់យកបានថាតលតែមានខណ្ឌទើបមានពេលវេលាមានខណ្ឌ5ខណ្ឌ5ដែលសន្មតថាប្រុសស្រីសន្មតថាជនជាតិខ្មែរណាជនជាតិចិនអឺរ៉ុបអាស៊ីអីទាំងអស់ហ្នឹងណាតលតែមានខណ្ឌ5ហ្នឹងមានយើងមានគេអញ្ចឹងទៅបានសន្មតបានហ្នឹងដោយសារមានខណ្ឌ5ហ្នឹងហើយដោយសារមានខណ្ឌហ្នឹងទើបមានពេលវេលាអតីតបច្ចុប្បន្នអនាគតបើមិនមានបញ្ញខណ្ឌទេក៏មិនមាន
នៅពេលវេលាដែរអញ្ចឹងចំណុចនេះដែលពុទ្ធបរិស័ទបងអោនចិត្តជ្រះថ្លាបន្ថែមទៀតទៅនឹងគុណនៃព្រះនិព្វានដែលព្រះនិព្វានព្រះអង្គទ្រង់ត្រាស់ថាជាកាលវិមុតតិផុតចាកកាលហេតុអីបានព្រះនិព្វានផុតចាកកាលថាមកអំពីព្រះនិព្វានផុតចាកខណ្ឌអីណាព្រះនិព្វានផុតអំពីខណ្ឌព្រះនិព្វានអត់មានបញ្ញខណ្ឌដល់ទៅព្រះនិព្វានអត់មានបញ្ញខណ្ឌព្រះនិព្វានអត់មានកាលទាំង3ទេអតីតអនាគតនិងបច្ចុប្បន្នគឺព្រះនិព្វានអត់មានកាលទាំង3នឹងទេចឹងហើយបានហៅថាជាកាលវិមុតតិឬក៏ជាខន្ធវិមុតតិផុតចាកខណ្ឌណាអញ្ចឹងដែលព្រះថេរៈលោកមានថេរដីកាថាអាត្មាបាន7វស្សាហើយគឺ7វស្សាហ្នឹងគឺរាប់អាយុនៃបញ្ញខណ្ឌហ្នឹងឯងហ្នឹងហើយ7វស្សាដែលថារាប់ពីបុស្សឧបសម្បទាមកហ្នឹងណាអញ្ចឹងគឺថាពេលវេលាដែលមានហ្នឹងគឺដោយសារតែមាននៅរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌបើមិនមាននៅខណ្ឌទាំង5នេះទេពេលវេលាក៏អត់មានដែរអញ្ចឹងពេលវេលាយើងសពថ្ងៃដែលថាពេលវេលាចេះតែយូរទៅយូរអង្វែងទៅយូរអង្វែងទៅយើងរាប់មើលទៅថាមនុស្សយើងមានអាយុ50 60 70 80ឬក៏ទេវតាមានអាយុដល់ទៅរាប់រយរាប់ឆ្នាំទឹកព្រំក៏មានអាយុដល់ទៅរាប់កាប់មហាកាប់ច្រើនណាស់ដោយសារអីគឺដោយសារតែមានខណ្ឌនឹងឯងបានមានពេលវេលារាប់បាននោះប៉ុន្តែបើអត់មានខណ្ឌទេអត់មានការរាប់នៅពេលវេលាបានទេព្រះសម្មាសម្ពុទ្ធព្រះអង្គព្រះនិព្វានទៅព្រះអង្គព្រះនិព្វានទៅ2565 66ព្រះវស្សាអញ្ចឹងទៅហ្នឹងព្រះអង្គព្រះនិព្វានទៅប៉ុន្តែដែលជាង2000ឆ្នាំនេះមិនមែនជាអាយុនៃបរិនិព្វានទេណាមិនមែនជាអាយុនៃព្រះនិព្វានទេណាជាង2000ឆ្នាំដែលព្រះអង្គបរិនិព្វានទៅហ្នឹងគឺគ្រាន់តែជាកាលបរិច្ឆេទរាប់ពីថ្ងៃព្រះអង្គរំលត់ខណ្ឌមកដល់ថ្ងៃនេះពេលនេះឆ្នាំនេះហ្នឹងហើយមិនមែនរាប់អាយុព្រះនិព្វានទេព្រះនិព្វានមិនអាចរាប់អាយុបានទេព្រោះព្រះនិព្វានអត់មានរូបអត់មានវេទនាសញ្ញាសង្ខារវិញ្ញាណគឺអត់មាននៅរូបធម៌នាមធម៌ដើម្បីឲ្យរាប់ហ្នឹងហើយអត់មាននាមធម៌ដែលជាសង្កតនាមណាព្រះនិព្វានជានាមធម៌ហើយប៉ុន្តែមិនមែនជាសង្កតនាមទេគឺជាអសង្កតនាមអញ្ចឹងព្រះអរហន្តក៏ដោយឲ្យតែនៅមានបញ្ញខណ្ឌមិនទាន់បរិនិព្វានគឺអាចរាប់អាយុកាលព្រះមហាកាសបៈមានបច្ចុប្បន្នប្រមាណព្រះអនន្តមានបច្ចុប្បន្នប្រមាណព្រះសារីបុត្រព្រះមោគលានព្រះថេរៈអង្គនេះអង្គនោះព្រះអរិយបុគ្គលនេះបុគ្គលនោះហ្នឹងហើយដែលជាអ្នកអស់កិលេសហ្នឹងគឺថាអាចរាប់អាយុបានគឺរាប់អាយុបញ្ញខណ្ឌនឹងឯងរាប់អាយុខណ្ឌនឹងឯងចំណុចនេះល្អណាស់នៅក្នុងវស្សៈបញ្ហាគឺថាលោកបំពើងនៅកន្លឹះមួយដើម្បីឲ្យយើងដឹងថាដែលអាចរាប់ឆ្នាំរាប់ខែរាប់ថ្ងៃបានហ្នឹងគឺដោយសារមានខណ្ឌនឹងឯងបើមិនមានខណ្ឌនឹងប្រកបទេក៏មិនអាចរាប់អាយុរាប់ខែរាប់ថ្ងៃរាប់ឆ្នាំរាប់ពេលវេលាបានដែរដោយសារតែមានបញ្ញខណ្ឌហ្នឹងអញ្ចឹងយើងជ្រះថ្លានៅត្រង់ឲ្យថាព្រះនិព្វានផុតចាកខណ្ឌទេតើណាព្រះនិព្វានផុតចាកខណ្ឌបានជាព្រះនិព្វានមិនមានពេលវេលាដែលត្រូវទំពាស៊ីដោយមច្ចុរាជទំពាស៊ីបានត្រឹមតែខណ្ឌទាំង5ទេហេតុអីបានមិនអាចទំពាស៊ីនៅព្រះនិព្វានបានថាមកអំពីព្រះនិព្វានអត់មានខណ្ឌដល់ទៅព្រះនិព្វានមានខណ្ឌគឺព្រះនិព្វានអត់មានពេលវេលាដែលត្រូវអស់ឃើញទេអត់មានពេលវេលាដែលត្រូវអស់ដោយបញ្ញខណ្ឌទេបញ្ញខណ្ឌមានការអស់ទៅសូន្យទៅកើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់ដដែលនឹងឯងអានឹងគឺជាពេលវេលារបស់បញ្ញខណ្ឌហើយដល់ព្រះនិព្វានអត់មានពេលវេលា
ជាខណ្ឌថាវិមុតជាកាលវិមុតផុតចាកកាលឃើញទេផុតចាកកាលអត់មានពេលវេលាអញ្ចឹងហើយបានជាការបដិបត្តិនៅធម៌ក្នុងព្រះសាសនានេះគឺថាព្រះអង្គណែនាំបរិស័ទរបស់ព្រះអង្គនឹងប្រព្រឹត្តទៅដើម្បីព្រះនិព្វានណាផុតចាកកាលហ្នឹងព្រះអង្គអត់ចង់ឲ្យយើងនៅក្នុងកាលទោះបីជាកាលវែងក្តីកាលខ្លីក្តីកាលណាក៏ដោយកាលណាគឺមានការអស់ហាំងចុងជាធម្មតាហ្នឹងហើយកាលរបស់ព្រំរាប់កាប់រហូតដល់ព្រំខ្លះមានអាយុដល់ទៅ10000មហាកាប់10000ជាង84000មហាកាប់ក៏តែមានអារូបព្រំជាន់ខ្ពស់ហ្នឹងប៉ុន្តែយ៉ាងណាក៏នៅតែមានអាយុរបស់នាមធម៌ដែលត្រូវមានដែនកំណត់នៅតែអស់ដដែលដល់ព្រះនិព្វានអត់មានចិត្តចេតសិកដែលជានាមធម៌សង្កតនាមហ្នឹងគឺអត់មានដូច្នេះมันអាចរាប់ថ្ងៃខែបានទេព្រះដ៏មានព្រះភិក្ខព្រះអង្គស្វែងរកឃើញនៅព្រះនិព្វានហ្នឹងស្វែងរកឃើញយ៉ាងម៉េចគឺឃើញថាការដែលផុតចាកខណ្ឌហ្នឹងផុតចាកខណ្ឌបានដោយសារអីគឺបានដោយសារការមិនប្រកាន់ខណ្ឌហ្នឹងឯងមានតែការមិនប្រកាន់ខណ្ឌហ្នឹងទេទើបផុតចាកខណ្ឌបានឃើញទេមានតែការមិនប្រកាន់ខណ្ឌហ្នឹងទេទើបផុតចាកខណ្ឌបានបើមានការប្រកាន់ខណ្ឌហួងហែងនៅបញ្ញខណ្ឌគឺមិនអាចផុតចាកខណ្ឌបានទេឃើញទេមានតែការមិនប្រកាន់ទេហើយការមិនប្រកាន់មិនអាចបង្ខំបានទេការមិនប្រកាន់ណាមិនអាចបង្ខំថាកុំប្រកាន់អីអត់អាចបង្ខំបានទេប៉ុន្តែគឺការមិនប្រកាន់ហ្នឹងកើតឡើងដោយសារការធ្វើយោនិសោមនសិការៈហើយនឹងការប្រតិបត្តិដោយត្រឹមត្រូវហើយបញ្ញាកើតឡើងទៅលះបង់នៅសេចក្តីប្រកាន់នឹងបានមានការយល់ត្រឹមត្រូវហើយទើបលះនៅសេចក្តីប្រកាន់បានបើមិនមានការយល់ត្រឹមត្រូវទេលះសេចក្តីប្រកាន់មិនបានទេដូច្នេះសេចក្តីប្រកាន់វាអាចនឹងរលត់បានតលតែមានអ្វីទៅរំលត់វាសេចក្តីប្រកាន់នៅបញ្ញខណ្ឌថាជារបស់ខ្លួនហ្នឹងណាវាអាចរលត់បានប៉ុន្តែវាតលតែរកស្អីទៅផលិតនៅភ្លើងប្រកាន់ហ្នឹងដោយថាភ្លើងឆេះប៉ុន្តែភ្លើងវាចាំតែរលត់ទេនៅពេលណាដែលមានទឹកទៅផលិតហ្នឹងហើយមានវត្ថុស្អីមួយទៅផលិតណាអញ្ចឹងសេចក្តីប្រកាន់នេះដូចជាភ្លើងឆេះអញ្ចឹងដែរវាចាំតែរលត់ទេនៅពេលណាដែលរកកលឹះរកឧបាយត្រឹមត្រូវសេចក្តីប្រកាន់វានឹងរលត់ដូចជាកិលេសរបស់ព្រះអរិយបុគ្គលដែលលោកនៅជាបឋមជនហើយកិលេសហ្នឹងវាចាំតែរលត់ដែរនៅពេលណាអរិយមគ្គកើតឡើងគឺជាទឹកដូចជាទឹក100ក្អម1000ក្អមអញ្ចឹងទៅស្រោចនៅភ្លើងហ្នឹងឲ្យរលត់អញ្ចឹងកិលេសទាំងឡាយទាំងពួងហ្នឹងវាចាំតែរលត់នៅពេលណាដែលសតិកើតឡើងនៅពេលដែលសតិកើតឡើងកិលេសហ្នឹងរលត់ដែរហ្នឹងហើយសតិបញ្ញាស្មារតីកើតឡើងណាកិលេសតណ្ហាបាបអកុសលហ្នឹងរលត់ដែរនៅពេលដែលសតិនោះហើយបើថាសតិបញ្ញាដែលជាតទាំងកៈវិបស្សនាទេក៏វារលត់មួយគ្រាមួយខណៈហ្នឹងទៅហ្នឹងហើយបើថាបញ្ញាហ្នឹងជាលោកកតរៈបញ្ញាក៏កិលេសហ្នឹងរលត់រហូតទៅដូចជីកស្មៅជីកទាំងរឹសកាប់ដើមឈើកាប់ទាំងរឹសវាដុះអីទៀតអត់បានអញ្ចឹងណាហ្នឹងហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទអាចនឹងមានសេចក្តីជ្រះថ្លាទៅនៅក្នុងវស្សៈបញ្ហានេះគឺល្អណាស់ថាប្រធេរៈលោកឆ្លើយថាដែលឈ្មោះថាមាននៅវសា7ហ្នឹងគឺដោយសារតែមានខ្លួនលោកគឺមានបញ្ញត្តិទៅលើរូបខណ្ឌវេទនាខណ្ឌនេះសញ្ញាសង្ខារវិញ្ញាណគឺមានខណ្ឌ5នេះបានអាចមាននៅវសា7នឹងបានណាបើអត់មាននៅបញ្ញខណ្ឌនឹងទេគឺថាអត់អាចសន្មតថាជាសត្វបុគ្គលហើយក៏មិនអាចថាមានវសាប៉ុណ្ណេះប៉ុណ្ណោះបានដែរយើងសប្ងៃថាអាយុប្រមាណថាគេសួរថាយើងមានអាយុអ្នកឯងមានអាយុប្រមាណហើយថាមានអាយុ30 40 50
ដែលមាន30 40 60 70ហ្នឹងដោយសារអីដោយសារតែមានខណ្ឌ5ហ្នឹងឯងបើអត់មានខណ្ឌ5ក៏អត់មានអីអត់មាននៅអាយុនឹងដែរហ្នឹងហើយបើអត់មានខណ្ឌទាំង5ហ្នឹងទេណាអត់មាននៅអាយុហ្នឹងទេអញ្ចឹងហ្នឹងញាតិញោមពុទ្ធបរិស័ទអាចស្ដាប់តនៅចំណុចហ្នឹងទៅនឹងប្រធេរៈលោកគ្រាន់តែឆ្លើយតាក់ទងទៅនឹងវាសៈបញ្ហានឹងខ្លីទេតែខ្ញុំកណ្ដាខ្ញុំបាទហ្នឹងដូចថាមានសេចក្តីជ្រះថ្លាចង់បញ្យលនៅក្នុងបញ្ញត្តិបរមត្តដើម្បីឲ្យពុទ្ធបរិស័ទហ្នឹងចេះតែមានការជ្រះថ្លាទៅនឹងការពុច្ឆាវិសច្ចនីរបស់ព្រះបាទមិលិនហើយនឹងការវិសច្ចនីរបស់ព្រះនិកសែនថេរៈអញ្ចឹងណាហើយបន្តទៀតនៅក្នុងថេរសៈតក្ខៈបដិញ្ញាយៈបញ្ហាហ្នឹងគឺมันមានជាសំណួរអីច្រើននេះគ្រាន់តែព្រះរាជាលោកសួរថាបបិទ្ធព្រះនិកសែនដ៏ចម្រើនភ្នោះរបស់លោកម្ចាស់មានប្រយោជន៍ដ៏ឧត្តមយ៉ាងណាហើយប្រព្រឹត្តទៅដើម្បីគុណអ្វីខ្លះលោកម្ចាស់ថេរៈថ្វាយប្រពោលថាបបិទ្ធមហារាជបព្វជិភេទរបស់អាត្មាភាពនោះមានប្រយោជន៍ដ៏ឧត្តមដើម្បីនឹងរំលត់ទុក្ខដែលមាននៅក្នុងខណ្ឌសន្តាននេះហើយនឹងមិនឲ្យមានទុក្ខណាដតីកើតបានទៀតម្យ៉ាងទៀតបព្វជិភេទនេះរបស់អាត្មាភាពនេះជាគុណសម្បត្តិយ៉ាងប្រសើរដើម្បីនឹងកើតនៅប្រយោជន៍នឹងគុណនឹងសេចក្តីសុខដល់មនុស្សនិកមនុស្សនិកនិងទេវនិកទាំងឡាយសូមទ្រង់ជ្រាបបានព្រះរាជាព្រះអង្គទ្រង់ព្រះសណ្ដាប់អីចឹងហើយក៏អត់មានអីត្រូវសោកសៀតបន្តទៀតដែរហ្នឹងហើយក៏បានទូលណាប្រកេនទៅព្រះនិកសែនថាបបិទ្ធលោកម្ចាស់អញ្ចឹងខ្ញុំកណានឹងអាចចរចាជាមួយគុណចាស់បានតទៅទៀតទេព្រះថេរៈលោកក៏បានឆ្លើយថាបើយើងចរចាគ្នាដោយបណ្ឌិតវិទ្យបានប៉ុន្តែបើដោយរាជវិទ្យអាត្មាមិនអាចចរចាបានទេហើយព្រះរាជាលោកសួរអំពីបណ្ឌិតវិទ្យនិងរាជវិទ្យនឹងបណ្ឌិតវិទ្យនឹងវិទ្យគឺការពោលបណ្ឌិតវិទ្យហ្នឹងគឺបានន័យថាការពោលដែលមានហេតុផលត្រឹមត្រូវរកខុសរកត្រូវសមហេតុសមផលនិយាយឈ្នះចាញ់អីយ៉ាងម៉េចយ៉ាងម៉ាតែអត់មានការប្រកាន់អត់មានការចងកំហឹងចងគំនុំគ្នាទេហ្នឹងហៅថាបណ្ឌិតវិទ្យហើយចុះរាជវិទ្យហ្នឹងគឺថាព្រះរាជាដឹងស្រាប់ហើយលោកប្រាអាជ្ញាបង្គាប់បញ្ជាឲ្យធ្វើនេះធ្វើនោះឲ្យឆ្លើយបែបនេះឆ្លើយបែបនោះអញ្ចឹងទៅអញ្ចឹងបានព្រះរាជាព្រះអង្គត្រាស់ថាបបិទ្ធគុណចាស់អញ្ចឹងខ្ញុំមិនអាចយកបណ្ឌិតវិទ្យចោះហើយម្យ៉ាងទៀតសូមលោកម្ចាស់កុំមានបតីព្រួយបារម្ភតាក់ទងទៅនឹងខ្ញុំកណ្ណាដែលថាជាព្រះរាជាអីលោកម្ចាស់ចូលសង្កល់ខ្ញុំកណ្ណានឹងថាជាជនសាមញ្ញម្នាក់ទៅចោះកុំឲ្យគិតថាខ្ញុំកណ្ណាជាស្ដេចអីហ្នឹងហើយហ្នឹងគឺព្រះរាជាព្រះអង្គលោកបានដាក់មានអ្នកអញ្ចឹងដែរណាល្អតែល្អដូចថាអត់យកមានអ្នកនឹងទៅតាមថាអូយើងជាស្ដេចណាត្រូវគិតអ្វីនិយាយអ្វីគឺថាត្រូវកោតក្រែងលោកអីយ៉ាងណាយ៉ាងណីខ្លាចមិនហ៊ានដោះស្រាយការពិតអីហ្នឹងគឺព្រះរាជាលោកបានទម្លាក់នៅអាស្មិមានអ្នកចេញជាមួយព្រះនិកសែនតែនេះជាចំណុចមួយដែលយើងគួរតែយកជាការបដិបត្តិផងដែរហ្នឹងហើយក្នុងការស្ដាប់ពធក្នុងការរៀនធម៌សាកសួរធម៌ជាមួយនឹងលោកអ្នកសប្បុរសប្រសង់កុហកគ្រូបាអាចារ្យណាយើងកុំយកមានអ្នកទៅនិយាយកុំអាងថាអញជាអ្នកនេះអញជាអ្នកនោះយើងជាអ្នកមានយើងជាអ្នកក្រយើងជាមន្ត្រីយើងជាអ្នកមានមុខមាត់យើងជាអ្នកមានគុណជាមួយលោកខ្លាំងណាស់អញ្ចឹងលោកត្រូវតែស្ដាប់អញត្រូវតែធ្វើតាមអញឆ្លើយតាមអ្វីដែលអញចង់បានអញស៊ូអីត្រូវតែឆ្លើយអ្វីដែលថាត្រយើងតែម្ដងហ្នឹងគឺថាបុគ្គលដែលយកមានអ្នកទៅរៀនទៅសិក្សាហ្នឹងគឺថាมันបាននៅចំណេះវិជ្ជាពិតទេ
ហ្នឹងហើយមិនបាននៅចំណេះវិជ្ជាពិតទេពីព្រោះថាគេប្រាប់តែអ្វីដែលគេខ្លាចគេមិនហ៊ានឆ្លើយពិតផងគេមិនហ៊ានប្រាប់គេមិនហ៊ានដោះស្រាយអីជាការពិតមកទេព្រោះគេរវល់តែខ្លាចអញ្ចឹងដូចបរិជាបាទមីលិនហ្នឹងគឺលោកល្អណាស់ថាសូមលោកម្ចាស់កុំគិតថាខ្ញុំបណ្ដាជាស្ដេចជាអីគិតថាខ្ញុំបណ្ដាហ្នឹងជាមនុស្សធម្មតាទៅបានហើយហ្នឹងហើយមិនឲ្យលោកម្ចាស់ភ័យខ្លាចមានព្រមអត់តន់អីយ៉ាងនេះយ៉ាងនោះអីទេលោកម្ចាស់ចរចាជាមួយភិក្ខុសាមណេរជាមួយបាសកបាសិកាយ៉ាងណាចរចាជាមួយខ្ញុំកណាក៏យ៉ាងនឹងដែរទៅលោកម្ចាស់ហ្នឹងហើយណាហ្នឹងគឺព្រះរាជាអស្ចារ្យទៀតអស្ចារ្យញាតិញោមពុទ្ធបរិស័ទចំណុចហ្នឹងយើងគួររៀនតាមព្រះរាជាហ្នឹងហើយគួររៀនតាមព្រះរាជាកុំឲ្យគាត់ថាអញជានេះអញជានោះជាពិសេសយើងជាអ្នកចេះដឹងម្នាក់ដែរអីចឹងណាអាហ្នឹងគឺធ្វើឲ្យកិច្ចធម្មសាកច្ឆាហ្នឹងលំបាកហើយណាហើយបន្តទៀតបានព្រះរាជាថាអញ្ចឹងខ្ញុំកណានឹងសាកសួរនៅបញ្ហាជាមួយលោកម្ចាស់ជាបន្តទៅទៀតចូលលោកម្ចាស់ប្រុងស្ដាប់ឥឡូវនេះចោះបានពនិកសែនឆ្លើយថាបច្ឆៈមហារាជៈបពិតមហារាជសូមប្រកាសណាស្ដេចបច្ឆាមកចោះបច្ឆាហ្នឹងប្រែថាសួរសំណួរបច្ឆាព្រះរាជាក៏មានព្រះរាជអង្គការថាបច្ឆេតោមហិភន្ទេបពិតពនិកសែនដ៏ចម្រើនខ្ញុំសួររួចហើយនិកសែនលោកពោលទៅវិញថាវិសាចិតាំងមហារាជៈបពិតមហារាជអាត្មាភាពវិសាចនីថ្វាយហើយកឹងបណៈភន្ទេលោកម្ចាស់ឆ្លើយហើយឆ្លើយដូចម្ដេចព្រះថេរៈឆ្លើយថាកឹងបណៈមហារាជៈមហារាជសួរហើយសួរដូចម្ដេចនេះគឺសំណួរទទេកាលពីជួបព្រះថេរៈដំបងហ្នឹងសួរសំណួរទទេនឹងម្ដងហើយបានការសន្ទនាហ្នឹងទៅក៏ដល់ថ្ងៃចិត្តអស្ដង្គត់ថ្ងៃចិត្តលិចចឹងទៅក៏ព្រះរាជាលោកគិតថាព្រះថេរៈលោកចេះដឹងច្រើនណាស់អាចឆ្លើយសំណួររបស់ខ្លួននឹងបានទាំងអស់អីចិត្តយប់ទៅហើយអញ្ចឹងអីទេថ្វាយបង្គំពនិកសែនលាមកកាន់ព្រះបរមរាជវាំងវិញហ្នឹងប៉ុន្តែមុននឹងលាហ្នឹងគឺប្រាប់អាមាត្យថាឯងចូលទៅពិតប្រគុណម្ចាស់ថាថ្ងៃស្អែកហ្នឹងសូមនិមន្តគុណម្ចាស់ចូលកាន់រាជនិវេសរបស់យើងកុំបីអខានឡើយណាហ្នឹងហើយបានព្រះរាជាឡើងកាន់រាជរថឈ្មោះមកកាន់រាជនិវេសសាគលរាជធានីវិញទៅជិះលើរាជរថហ្នឹងក៏ពោលលន់ប្រអោសថានិកសែនតែអញ្ចឹងណាដូចថាលោកម្ដាយជួបម្ដាយឆ្លាតអីឆ្លាតយ៉ាងនេះណាហ្នឹងហើយម្ដាយបានជួបអ្នកឆ្លាតដល់មិនហ្នឹងបន្តិចលន់ព្រះអោសបន្តិចដដែលថានិកសែនហ្នឹងហើយអាមាទាំង4ហ្នឹងក៏ចូលទៅគាល់ព្រះរាជាថ្ងៃស្អែកហ្នឹងនិមន្តគុណចាស់មកប្រមាណអង្គទៅមហារាជព្រះរាជាត្រាស់ថាលោកមុនមកប្រមាណអង្គក៏បានអត់អីទេព្រោះក្នុងរាជវាំងយើងមានចង្ហាន់គ្រប់គ្រាន់តែអាមាត្យម្នាក់នោះថាមុនតែ3 4អង្គ5អង្គ10អង្គអីបានហើយព្រះអង្គព្រះរាជាថាអ្នកឯងកុំខាត់អញ្ចឹងភិក្ខុសង្ឃលោកនិមន្តមកប្រមាណក៏បានដែរហ្នឹងហើយអាមាត្យម្នាក់ទៀតនឹងចេះតែហាមឃាត់ព្រះរាជាថាកុំឲ្យនិមន្តមកច្រើនពេកប្រហែលជាខ្លាចអស់ចង្ហាន់ហើយតាមមើលតាមអត្ថន័យហ្នឹងចេះតែខាត់ឲ្យខាត់ទៀតណាឈ្មោះសព្វតិននៃអាមាត្យណាសូមនិមន្តពនិកសែននិងភិក្ខុសង្ឃត្រឹមតែ10អង្គបានហើយកុំឲ្យលោកមកច្រើនពេកតែព្រះរាជាហាមឃាត់តែកុំឲ្យពោលអញ្ចឹងហ្នឹង2-3ដងទៅបានស្អែកព្រឹកឡើងហ្នឹងក៏អាមាត្យទាំងអស់ហ្នឹងទៅ
វត្តសង្ឃយៈបរិវេណនឹងម្ដងទៀតរតនីនិមន្តព្រះនិកសែនពេលនោះព្រះនិកសែនលោកមិនមុនមកមួយអង្គឯណា80000អង្គមកទាំងអស់ចូលក្នុងវាំងឡើងក៏ក្រឹកក៏ក្រែងអស្ចារ្យណាភិក្ខុសង្ឃ80000អង្គហើយសិតតែព្រះអរហន្តអញ្ចឹងញាតិញោមមើលហើយនិមន្តចូលក្នុងរាជវាំងអញ្ចឹងទៅព្រះរាជាបានអង្គាគឺប្រគេនចង្ហាន់អីសពគ្រប់អអញ្ចឹងទៅបានរៀបចំទុកដាក់តែភិក្ខុសង្ឃចំនួនតែ10អង្គទេគុណចាស់អង្គដតីទៀតក៏សម្រាប់ចោះហ្នឹងហើយនិយាយអំពីអាមាត្យឈ្មោះអន្តកាយអាមាត្យនេះនៅក្នុងអន្តកាយបញ្ហាណាអាមាត្យហ្នឹងក៏សួរដែរសួរពនិកសែនតាំងពីធ្វើដំណើរចូលទៅកាន់រាជវាំងម្លេះជាមួយប្រធេរៈហ្នឹងថាបើពិតគុណចាស់ហ្នឹងខ្ញុំកណ្ដាមានសេចក្តីឆ្ងាយឆ្ងល់នៅក្នុងពាក្យដែលលោកម្ចាស់ពោលថាអង្គលោកឈ្មោះថានិកសែនតែថាឈ្មោះថានិកសែននេះនឹងបានចាត់ថាសត្វមានជីវិតថាបុគ្គលក៏ទេសេចក្តីនេះខ្ញុំម្ចាស់នៅសង្ស័យពេកណាលោកម្ចាស់ហើយព្រះថេរៈក៏បានសួរទៅវិញថាចុះមហាមាត្យយល់ដូចម្ដេចនៅក្នុងន័យហ្នឹងអន្តកាយអាមាត្យហ្នឹងក៏ពោលពិតទៅថាខ្ញុំបណ្ដាយល់ថាដង្ហើមចូលដង្ហើមចេញក្នុងកាយនេះមាននៅដរាបណាឈ្មោះថាមានជីវិតរស់នៅដរាបនោះដូចយ៉ាងលោកម្ចាស់មានជីវិតរស់នៅក៏បានឈ្មោះថានិកសែនដូចនេះឯងហ្នឹងគឺអន្តកាយអាមាត្យហ្នឹងគាត់ឆ្ងល់គាត់ឆ្ងល់រឿងថាមិនជានិកសែនហ្នឹងអត់យល់ទេបែរតំណងមិនតន់យល់អំពីរឿងបរមត្តហ្នឹងហើយបានប្រធេរៈលោកមានប្រធេរៈដីកាទៅវិញថាណែអ្នករាជអាមាត្យអាត្មាសួរនឹងអ្នកថាចុះដង្ហើមចេញនោះចេញចាក់កាយទៅហើយមិនត្រឡប់ចូលមកក្នុងកាយមនុស្សនោះវិញតើមនុស្សនោះនឹងចាត់ថាជាមនុស្សរស់ឬក៏ស្លាប់អន្តកាយអាមាត្យពិតទៅវិញថាលោកម្ចាស់បើខ្យល់ចេញនោះចេញចាក់កាយហើយមិនត្រឡប់ចូលវិញទេមនុស្សនោះឯងឈ្មោះថាមនុស្សស្លាប់ដោយពិតព្រះថេរៈនិកសែនសួរថាចុះមនុស្សដែលផ្លុំត្រែផ្លុំសាំងផ្លុំមាសផ្លុំបៃមានខ្យល់មានតែខ្យល់ចេញទេមិនមានខ្យល់ចូលសោះតើជាមនុស្សរស់ឬក៏ស្លាប់អន្តកាយអាមាត្យពិតទៅវិញថានិហេបដិពលោលោកម្ចាស់ខ្ញុំកណ្ដាជាអ្នកមិនឆ្លៀវឆ្លៀសចេះដឹងទេមិនអាចនឹងពោលតជាមួយនឹងលោកម្ចាស់បានឡើយសូមនិមន្តបកណាអធិប្បាយឲ្យខ្ញុំកណ្ដាឲ្យបានយល់ផងគេនោះព្រះនិកសែនបានលោកពោលថាមនាលអន្តកាយឯដង្ហើមចូលដង្ហើមចេញនោះគឺខ្យល់អាសាសៈបសាសៈនេះឯងក៏ខ្យល់អាសាសៈបសាសៈនេះមិនមែនឈ្មោះថាសត្វមានជីវិតទេគឺជាឈ្មោះនៃកាយសង្ខារទេតាអន្តកាយពិតទៅវិញថាបើពិតគុណម្ចាស់ចុះកាយសង្ខារស្ថិតនៅត្រង់ណាកន្លែងណាលោកម្ចាស់ព្រះនិកសែនថេរបានពោលថាកាយសង្ខារនោះតែងស្ថិតនៅក្នុងខណ្ឌទាំង5មានរូបខណ្ឌជាដើមលុះលោកប្រាប់ប៉ុណ្ណឹងហើយព្រះថេរៈក៏សម្ដែងពធទេសនាឲ្យអាមាត្យនោះស្ដាប់រហូតយល់ហើយនឹងជឿបានហើយអន្តកាយៈហ្នឹងក៏មានចិត្តជ្រះថ្លានឹងធម្មមីកថារបស់ព្រះថេរៈហើយសម្ដែងខ្លួនថាជាឧបាសក
ដល់នៅព្រះត្រៃសរណគមហ្នឹងហើយសូមអនុមោទនាទៀតអាមាត្យនឹងបែបមិនសូវបានសិក្សាធម៌រៀនធម៌អីទេប៉ុន្តែដល់ទៅបានប្រធេរៈលោកបានពោរៀបរាប់អញ្ចឹងទៅក៏ដូចថាជ្រះថ្លាជ្រះថ្លាហើយប្រធេរៈលោកសួរថាដូចជាសួររឿងថាអ្នកផ្លុំស្នែងផ្លុំសាំងផ្លុំបៃខ្យល់វាចេញទៅហើយសួរថាចុះខ្យល់ដែលចេញទៅនឹងអត់ចូលវិញរស់ឬក៏ស្លាប់អាមាថាខ្យល់ដែលចេញហើយអត់ចូលវិញស្លាប់អាមាស្ដាប់អត់បានទេចំណុចហ្នឹងតាមពិតប្រធេរៈលោកសួរថាខ្យល់ដែលចេញហើយអត់ចូលវិញគឺបានន័យថាខ្យល់ដែលចេញពីមាត់ហើយហ្នឹងអាខ្យល់ចូលទៅវិញណានឹងខ្យល់ផ្សេងតាខ្យល់ចូលក្នុងពោះវិញហ្នឹងខ្យល់ផ្សេងតាដូចយើងដើរដកដង្ហើមតាមវាលតាមព្រៃតាមផ្ទះសម្បែងតាមផ្លូវអីអញ្ចឹងដង្ហើមដែលយើងចេញទៅហ្នឹងមិនមែនសិតតែដង្ហើមទាំងអស់យើងដកចូលស្រុបទៅវិញបានទេណាហើយណាដង្ហើមទាំងអស់ហ្នឹងខ្យល់ដែលចេញពីខ្លួនយើងតាមច្រមុះតាមមាត់ទៅហ្នឹងវាទៅតាមអាកាសអស់ទៅហើយខ្យល់ថ្មីមកចូលមកទៀតទេហ្នឹងហើយអាម៉ាត់ស្ដាប់អត់យល់កន្លែងហ្នឹងក៏ឆ្លើយថាបើអត់ចូលវិញទេគឺស្លាប់ចង់និយាយថាវាមិនអាចដកចូលបានតែម្ដងណាតែប្រធេរៈលោកសួរត្រឹមថាខ្យល់ដែលចេញនោះហើយវាមិនចូលវិញទេហ្នឹងអាម៉ាថាអាម៉ាស្ដាប់អត់យល់ថាស្លាប់អីចឹងទៅណាហ្នឹងហើយគិតថាស្លាប់អញ្ចឹងរឿងខ្យល់ដង្ហើមចេញដង្ហើមចូលនេះគឺជាកាយសង្ខារហើយអាម៉ាតគិតថាដែលមានខ្យល់ដង្ហើមចេញដង្ហើមចូលនឹងអីទើបមានជីវិតហ្នឹងដែលឈ្មោះថាជានិកសែហ្នឹងហើយប្រធេរៈលោកបញ្យល់ថាហ្នឹងគឺជាកាយសង្ខារណាកាយសង្ខារគឺបានដល់ខ្យល់ដង្ហើមចេញចូលហ្នឹងយ៉ាងម៉េចបានហៅថាកាយសង្ខារគឺសង្ខារដែលពាក់ព័ន្ធជាមួយនឹងកាយជាមួយនឹងរូបកាយគឺខ្យល់អាសាសៈបសាសៈនេះឯងហ្នឹងហើយរាប់បញ្ចូលថាជាកាយសង្ខារហើយមានសត្វខ្លះមិនចាំបាច់ដកដង្ហើមក៏រស់ដែរបើសិនជាថារស់នឹងមានតែដង្ហើមបានរស់ចុះទារកនៅក្នុងផ្ទៃម្ដាយនោះទារកនៅក្នុងផ្ទៃម្ដាយអត់ដកដង្ហើមទេនៅក្នុងធម៌សំដែងអញ្ចឹងហើយបើគ្នាដកដង្ហើមដកយ៉ាងម៉េចវាមិនបុកដង្ហើមគ្នាជាមួយនឹងម្ដាយទៅហើយទេហ្នឹងហើយអញ្ចឹងគឺថាទារកនៅក្នុងផ្ទៃម្ដាយជាង9ខែហ្នឹងគឺថាមិនដកដង្ហើមទេរស់នៅអាស្រ័យដង្ហើមម្ដាយទាំងអស់តែដកដោយដង្ហើមខ្លួនឯងអត់ទេនឹងលោកសំដែងក្នុងធម៌មកអញ្ចឹងក្នុងមិលិន្ទបញ្ហាក៏ដូចជាក្នុងព្រះអត្តកថាទៀតហ្នឹងហើយមិនដកដង្ហើមទេហើយលោកអ្នកចូលនិរោធសមាបត្តិក៏មិនដកដង្ហើមដូចគ្នាអ្នកចូលដល់ចតុតឈានក៏មិនដកដង្ហើមណាព្រមហ្នឹងក៏អត់មានការប្រើកាយសង្ខារគឺដកដង្ហើមដូចគ្នាអ្នកមុជទឹកក៏ដូចគ្នាដែរហ្នឹងហើយគឺអត់មានការដកដង្ហើមទេបរិជារៀបចំនៅក្នុងបរិជាវាំងអីរួចរាល់ហើយអញ្ចឹងទៅបានដល់វគ្គបរិជាព្រះអង្គចាប់ផ្ដើមសួរសំណួរប្រធេរៈជាបន្តទៅទៀតណាសួរសំណួរបន្តទៅទៀតបរិជាលោកទ្រង់សួរនៅសំណួរបន្តអំពីអាមាត្យដែលសួរណាអន្តកាយៈបញ្ហាហ្នឹងគឺជាបញ្ហាទី4ហើយបរិជាសួរទៅទៀតហ្នឹងលោករាប់ថាជាបញ្ហាទី5ហៅថាបព្វជិបញ្ហាទី5ស្ដេចមិលិនត្រាស់សួរទៅប្រធេរៈថាបើពិតព្រះមហាថេរៈដ៏ចម្រើនបព្វជិរបស់ លោកម្ចាស់នេះឧត្តមឧត្តមយ៉ាងណាមានប្រយោជន៍ដូចម្ដេចមានសំណួរហ្នឹងស្តៀងនឹងសំណួរមុនដែរណាថេរៈឆ្លើយថាថ្វាយប្រពោភ្នោះរបស់អាត្មាភាពនេះមានប្រយោជន៍ដើម្បីរំលត់ទុក្ខ4ប្រការគឺសេចក្តីព្រួយដែលកើតអំពីខណ្ឌ5ហ្នឹងហើយគឺជាតិទុក្ខមួយដែលកើតអំពីសេចក្តីក្រំគ្រាទ្រុឌទ្រោមនៃគំនរខណ្ឌទាំង5ប្រការគឺជារាទុក្ខមួយដែលកើតអំពីការប្រេះឆាឈឺចាប់នៃខណ្ឌទាំង5ប្រការគឺព្យាធិទុក្ខមួយ
ដែលកើតអំពីការបែកធ្លាយសាបសូន្យទៅនៃខណ្ឌ5ប្រការគឺមរណៈទុក្ខមួយឲ្យបានរងាប់និងមិនឲ្យទុក្ខព្រួយដតីកើតឡើងទៀតបានឡើយម្យ៉ាងទៀតភ្នោះនេះក៏ដើម្បីឲ្យបានប្រយោជន៍ដ៏ឧត្តមគឺព្រះនិព្វានដែលជាស្ថានទំនេរក្សេមខ្សាន្តប្រាសចាកសេចក្តីស្រេកឃ្លានគ្រប់ចម្ពុកគឺអនុបាទាបរិនិព្វានសូមទ្រង់ជ្រាបព្រះថេរៈលោកឆ្លើយអំពីការសាងភ្នោះហ្នឹងគឺដើម្បីបានប្រយោជន៍អញ្ចឹងណាគឺរងាប់នៅទុក4ប្រការធំតាមពិតទុកទាំងអស់រាប់ទៅមាន12ណាប៉ុន្តែព្រះថេរៈលោករាប់តែទុក4ហ្នឹងគឺថាប្រធានទុកហ្នឹងគឺមានជាតិជាដើមណាជាតិជារាជាធិមរណៈហ្នឹងណាហើយបានព្រះរាជាមានព្រះរាជាអង្គការបន្តទៀតថាបបិទ្ធពនិកសែនដ៏ចម្រើនចុះអ្នកបួសទាំងឡាយនោះតើលោកមានប្រាថ្នាតែម្យ៉ាងដោយលោកម្ចាស់នឹងដែរឬក៏ផ្សេងគ្នាចឹងសួរថាអ្នកបួសផ្សេងទៀតហ្នឹងគេមានប្រាថ្នាដោយលោកម្ចាស់ដែរចង់ផុតទុកអីចឹងដែរទេឬក៏មានគំនិតផ្សេងហ្នឹងហើយញាតិញោមយល់ហ្នឹងស្រួលហ្នឹងហើយបានព្រះថេរៈឆ្លើយថាសូមថ្វាយប្រពរមិនដូចគ្នាទេផ្សេងគ្នាដែលហេតុ7យ៉ាងគឺអ្នកខ្លះនៅជាក្រហមមិនបានព្រោះមហាក្សត្របៀតបៀនប្រើញឹកញាប់ពេកហើយក៏រត់គេចចេញមកបួសក៏មានអ្នកបួសខ្លះដើម្បីសេចក្តីស្និទ្ធស្នាលជាមួយមហាក្សត្រណែមានបួសខ្លះអូអញនៅជាកុហកចូលទៅចិត្តស្ដេចមិនបានទេបួសទៅបានដើម្បីបានចូលទៅចិត្តស្ដេចអញ្ចឹងណាព្រោះព្រះរាជាគោរពព្រះសង្ឃអញ្ចឹងយើងបួសទៅដើម្បីបាននៅចិត្តព្រះសង្ឃបាននៅចិត្តព្រះរាជាអញ្ចឹងទៅហើយអ្នកខ្លះទៀតថាអូភ័យខ្លាចស្ដេចធ្វើទរណកម្មអីអញ្ចឹងទៅរត់ទៅបួសហ្នឹងហើយហ្នឹងក៏មានអញ្ចឹងដែរនឹងព្រះថេរៈលោកឆ្លើយអញ្ចឹងដែរអ្នកបួសហ្នឹងផ្សេងគ្នា7យ៉ាងអ្នកខ្លះបួសព្រោះខ្លាចស្ដេចអ្នកខ្លះបួសព្រោះចង់ទៅស្និទ្ធស្នាលជាមួយនឹងស្ដេចគឺព្រះមហាក្សត្រហ្នឹងខ្លះដើម្បីអ៊ីសរិយយុសជាអ្នកធំមានអាហ្នឹងគឺថាបួសដើម្បីយុសណាបួសដើម្បីយុសបួសទៅគឺថាមានការគោរពថ្វាយបង្គំបូជាអីចឹងទៅក៏បួសទៅហើយខ្លះដើម្បីភោជនាហារបរិភោគថាក្រីក្រទុកលំបាកពេកដឹងរកអីទេក្រណាយ៉ាងមានតែបួសទៅដើម្បីបានចង្ហាន់គ្រប់គ្រាន់ណាបិណ្ឌបាតក្តីគេប្រគេនក្តីអីក្តីហ្នឹងគឺភិក្ខុសង្ឃសម្បូរលៀបអញ្ចឹងគឺថាតបួសទៅហ្នឹងក៏មានដែរហ្នឹងរឿងពិតដែលព្រះថេរៈពនិកសែនលោកបានវិសាចនាមកហ្នឹងហើយខ្លះខ្លាចចោលសម្លាប់ឬសត្រូវផ្សេងទៀតបៀតបៀនក៏មានណាដូចថាខ្លាចគេបៀតបៀនខ្លាចគេអីរត់ទៅបួសទៅហ្នឹងរឿងយើងដឹងហើយក្នុងសង្គមស្រុកយើងស្រុកគេក៏មានអញ្ចឹងទៅណាបួសទៅដើម្បីកុំឲ្យគេបៀតបៀនហ្នឹងមានរឿងនិទានមកហោហាយអញ្ចឹងដែរតែខ្លាចគេតាមបាញ់តាមសម្លាប់អីចឹងទៅក៏បួសទៅព្រោះបួសហើយគេខ្លាចគេគោរពគេមិនហ៊ានសម្លាប់អីចឹងណាហ្នឹងហើយតែកម្មពៀដល់ប៊ូក៏ដោយនៅតែគេអាចបៀតបៀនបានដូចគ្នាអញ្ចឹងហ្នឹងហើយខ្លះខ្លាចស្ដាច់ចាប់មកធ្វើទោសខ្លះទៀតគិតខ្លាចភ័យក្នុងសង្សារវដ្តហើយក៏ចេញបព្វជិប្រាថ្នាយកព្រះនិព្វានក៏មានដែរសូមទ្រង់ជ្រាបហ្នឹងហើយនឹងចំណុចនេះអស្ចារ្យណាហ្នឹងហើយព្រះថេរៈលោកឆ្លើយថាមានអ្នកបួសព្រោះខ្លាចស្ដាច់បៀតបៀនខ្លះចង់ទៅចូលចិត្តស្ដាច់ខ្លះចង់បានយសស័កហើយគិតតែយសមុខមាត់ខ្លះទៀតគឺថាចង់បានចង្ហាន់ត្រឹមតែ1រស់ទេខ្លះខ្លាចចោលអីចឹងទៅខ្លះខ្លាចស្ដាច់ធ្វើទោសហ្នឹងហើយដែលចំណុចទី7នោះគឺខ្លាចសង្សារវដ្តនេះចំណុចល្អទៀតហ្នឹងហើយចំណុចទី7ហ្នឹងគឺខ្លាចសង្សារវដ្តប្រធេរថាខ្លះគិតខ្លាចភ័យក្នុងវដ្តសង្សារចំណុចនេះពិសេសមែនតើកម្រមានអ្នកដែលបួសព្រោះខ្លាចសង្សារវដ្ត
ហេតុអីបានជាត្រូវខ្លាចសង្សារវដ្តព្រោះសង្សារវដ្តនេះគឺជាប្រភពនៃការវិលអន្ទោលវិលយ៉ាងម៉េចវិលកើតវិលចាស់វិលឈឺវិលស្លាប់ដោយកម្មវត្តៈកិលេសវត្តៈវិបកវត្តៈវិលអន្ទោលមិនចេះចប់មិនចេះហើយបុគ្គលនោះក៏ពិចារណាឃើញភ័យណាឃើញភ័យដូចជាព្រះសារីបុត្រព្រះមហាមុគលានព្រះបណ្ណៈព្រះរតបាលណាប្រថេរានុថេរៈភិក្ខុភិក្ខុនីដ៏ច្រើនព្រះអង្គទៀតលោកស្ដាប់ពធទៅឃើញភ័យក្នុងវត្តៈទៀតណាឃើញភ័យក្នុងវត្តៈទៅក៏ទៅបួសណាទៅបួសបានមានពរិជាបៀតបៀនឬក៏ខ្វះលៀបសការៈខ្វះទ្រព្យសម្បត្តិអីទេដូចជាព្រះរតបាលអញ្ចឹងដែលពរិជាប្របាទកោរព្យរាជសួរថាលោកម្ចាស់នៅក្មេងសក់ឲ្យខ្មៅស្រិលហើយមានត្រកូលនឹងឧត្តមជាមហាសេដ្ឋីមិនក៏លោកម្ចាស់ទៅបួសខ្ញុំណាធ្លាប់ទៅឃើញគេទៅបួសហ្នឹងគឺថាបងប្អូនញាតិសន្តានស្លាប់ទៅអត់លៀបអត់សការៈទៅឈឺចុកចាប់វ័យចាស់ក្រំគ្រាជរាត្រោមអញ្ចឹងទៅបានគេទៅបួសហើយលោកម្ចាស់នេះនៅល្អទាំងអស់ទ្រព្យក៏មានវ័យក៏នៅក្មេងនឹងអត់មានការធ្វើទុកទោសពីណាពីណីមកទេហេតុអីបានជាលោកម្ចាស់បួសបានជាលោកពោលថាអាត្មាឃើញបានស្ដាប់ណាបានស្ដាប់នៅធម៌ទេសៈ4យ៉ាងរបស់ព្រះរាមាព្រះភិក្ខដែលព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងហ្នឹងហើយហើយព្រះអង្គទ្រង់ត្រាស់ថាសត្វលោកមានចរិយានាំចូលទៅរមរណៈជាដើមហ្នឹងបានព្រះរតបាលលោកបួសហ្នឹងចង់និយាយលើកឡើងថាដូចជាព្រះរតបាលនោះឯងដែលលោកបួសព្រោះមានការឃើញភ័យក្នុងវត្តៈអញ្ចឹងក្នុងចំណោមបួស7យ៉ាងដែលព្រះនិកសែនលោកវិសាចនីនេះ6ខាងដើមគឺថាសុទ្ធតែដើម្បីលៀបសការៈហើយនឹងដើម្បីកិច្ចឲ្យផុតអំពីទុក្ខទោសធម្មតាប៉ុន្តែចំណុចទី7គឺដើម្បីរលាស់ខ្លួនចេញចាកទុក្ខនិស្សរណៈបព្វជិទេហើយនេះបួស7យ៉ាងដែលប្រធេរៈលោកសំដែងទេតែក្នុងបួស6យ៉ាងមានឧបមយហេកាឧបទុសិកាហ្នឹងហើយមានបួសទ្រុសិលបួសសន្សំទ្រព្យសន្សំអីផ្សេងក៏មានន័យផ្សេងទៀតប៉ុន្តែនៅក្នុងន័យដែលលោកពោលលោកសំដែងមកនេះថាមាន7យ៉ាងហ្នឹងហើយរៀបរាប់ទៅគឺថាដោយតែញាតិញោមបានស្ដាប់ហើយប៉ុន្តែមានបួស6យ៉ាងដែលព្រះរាមាភិបព្រះអង្គសំដែងផ្សេងទៅទៀតណាដូចជាបួសខ្ជិលបួសអីចឹងណាបួសឲ្យខ្ជិលហ្នឹងហើយព្រោះតែខ្ជិលធ្វើកិច្ចការងារក៏បួសចឹងទៅមានពេលសម្រាប់ច្រើនចឹងទៅណាហ្នឹងហើយលោកអ្នកបួសដើម្បីសិក្សារៀនសូត្រដើម្បីព្រះនិព្វានហ្នឹងគឺថាមិនសូវជាមានច្រើនទេមានតិចតួចទេយើងបានញាតិញោមពុទ្ធបរិស័ទហ្នឹងគួរជ្រះថ្លានឹងប្រសង្ឃរតនៈទានការដែលចេញទៅបួសនេះមិនមែនធ្វើបានដោយងាយដោយស្រួលទេណាគឺលះបង់ទាំងអស់ក្រុមគ្រួសារអ្នកមានភរិយាក៏លះភរិយាទៅអ្នកមានកូនក៏លះកូនទៅអ្នកមានទ្រព្យក៏លះទ្រព្យទៅលះលេបសការៈលះស្អីអង្គទាំងអស់ដើម្បីបានសាងភ្នោះហើយសាងភ្នោះហ្នឹងក៏លះបន្តទៀតមិនដើម្បីយកលេបយកសការៈយកកិត្តិយសគេឈ្មោះយកការសរសើរអីជាធំឯងគឺថាបើយកតែកិច្ចបដិបត្តិដើម្បីព្រះនិព្វានតែម្យ៉ាងទៀតបដិបត្តិបានដល់ព្រះនិព្វានក្តីមិនទាន់ដល់ម្ដេចម្ដាក្តីប៉ុន្តែចេតនាហ្នឹងគឺថាមុះមុតក្លាហានដើម្បីព្រះនិព្វានតែម្យ៉ាងរឿងដល់មិនដល់អានឹងជារឿងក្រោយប៉ុន្តែថាកម្លាំងដើរកម្លាំងភ្នោះរបស់លោកហ្នឹងគឺថាចេញសាងភ្នោះដោយសទ្ធាអញ្ចឹងណាទេណាហ្នឹងគឺបួសព្រោះឃើញភ័យក្នុងវត្តៈអញ្ចឹងហើយបានជាក្នុងគម្ពីរវិសុទ្ធិមគ្គលោកពោលថាដែលឈ្មោះថាភិក្ខុហ្នឹងគឺមានន័យថាអ្នកឃើញភ័យក្នុងវត្តៈហ្នឹងបានឈ្មោះថាភិក្ខុអញ្ចឹងណាទេអ្នកឃើញភ័យក្នុងវត្តៈហ្នឹងហើយព្រះរាជាក៏សួរថាចុះចំណែកលោកម្ចាស់បួសដើម្បីអ្វីព្រះរាជាសួរអញ្ចឹងមកអត់មានខ្លាចចិត្តខ្លាចបតីអីទេ
លោកក៏ឆ្លើយថាអាត្មាភាពកាលដែលបួសនោះតាំងពីអាយុ7ឆ្នាំមិនទាន់ដឹងប្រកាសថាបួសដើម្បីអ្វីទេដល់អាត្មាចម្រើនធំបន្តិចឡើងទៅប្រសង់ជាសក្យបុត្រលោកជាគ្រូបានបង្ហាត់បង្រៀនអាត្មាឲ្យមានសតិបញ្ញាបានដឹងនៅពុទ្ធាធិបាយច្បាស់លាស់ហើយឥឡូវនេះអាត្មាប្រាថ្នានៅព្រះនិព្វានជាទីខ្សែមចាកនៅសេចក្តីទុក្ខទាំងពួងសូមទ្រង់ជ្រាបបានព្រះរាជាលោកបានពោលថាសាធុលោកម្ចាស់គឺថាខ្ញុំបណ្ដាបានស្ដាប់យល់ហើយលោកម្ចាស់ឆ្លាតឆ្លៀសពិតមែនហើយនឹងគឺដូចថាសំណួរនេះមិនជាការញិចសួរកញិចសួរឆ្លេចឆ្លីអីពេកទេណានឹងប៉ុន្តែក៏មានន័យល្អទេមានន័យល្អថេរៈក៏ឆ្លើយល្អអញ្ចឹងដែរកាលលោកបួសអាយុ7ឆ្នាំហ្នឹងមិនមែនបួសដើម្បីផុតចាកទុក្ខណាព្រោះលោកឃើញព្រះរោហណៈនឹងអស្ចារ្យចង់រៀននៅមុនណាគាត់កាលនោះនិកសែនកុមារមិននៅក្មេងរៀនត្រៃវេទរៀនអីហើយអញ្ចឹងទៅគាត់ថាអត់សូវមានប្រយោជន៍អញ្ចឹងមានតែមកបួសក្នុងសាសនានេះបានរៀននៅមុនវិជ្ជាដ៏អស្ចារ្យហ្នឹងបានប្រធេរៈលបួងលួងលោមធ្វើជាអបាយហ្នឹងទៅបានបួសហ្នឹងបួសដំបូងហ្នឹងមិនបានគិតថាដូចថាដើម្បីផុតចាកទុកអីទេតែក្រោយមកទៀតហ្នឹងដូរកាលពីបួសដំបូងអត់មានសទ្ធាទេតែមកមានសទ្ធាក្រោយមកទៀតនេះចាប់ផ្ដើមមានសទ្ធាខ្លាំងតែម្ដងហ្នឹងហើយហ្នឹងនិយាយពីរឿងបួសដំបូងទៀតបួសដំបូងណាខ្វះអីអ្នកខ្លះបួសដោយសទ្ធាពីដំបូងតែចុងក្រោយលែងមានសទ្ធាវិញពីដំបូងមានសទ្ធាណាគោរពធម៌វិន័យយូរទៅសទ្ធាហ្នឹងបាត់អស់ទៅធ្លាក់ចុះទៅណាមានសទ្ធាទៅដំបូងមួយផ្លែតអញ្ចឹងណាមានសទ្ធាទៅដំបូងផ្លែតហើយក៏លែងគោរពលែងបដិបត្តិលែងស្ដាប់គ្រូអាចារ្យលែងអីអស់ហើយគិតតែដើម្បីលៀបសការៈដើម្បីយុះឬក៏ដើម្បីស្អីផ្សេងទៅវិញទៅហ្នឹងហើយអាហ្នឹងក៏មានអញ្ចឹងដែរហើយបុគ្គលខ្លះដំបូងអត់សទ្ធាទេប៉ុន្តែដល់រៀនយូរទៅដឹងអានេះធម៌នេះវិន័យនេះធម៌នេះវិន័យក៏មានហិរិអត្តបៈនេះល្អមានសទ្ធាតែពីដំបូងមួយផ្លែតហ្នឹងអត់សូវល្អទេហ្នឹងហើយបុគ្គលខ្លះទៀតហ្នឹងគឺថាមានសទ្ធាតាំងពីដើមរហូតដល់ចប់តែម្ដងនេះគឺនៅក្នុងបព្វជិបញ្ហាបព្វជិបញ្ហាគឺប៉ុណ្ណឹងទៀតណាសូមពុទ្ធបរិស័ទទាំងអស់រីករាយជ្រះថ្លានៅក្នុងបព្វជិបញ្ហានេះទាំងអស់គ្នាទៀតណាសូមអនុមោទនាបញ្ហាជាបន្តគឺបដិសន្ធិកហណៈបញ្ហាទី6បដិសន្ធិកហណៈបញ្ហាទី6ព្រះបាទមិលិនភូមិន្ទ្រាធិរាជព្រះបាទមិលិនភូមិន្ទ្រាធិបតីស្ដេចមានព្រះរាជអង្គការត្រាស់សួរទៅព្រះថេរៈថាលោកម្ចាស់មនុស្សទាំងអស់ដែលស្លាប់ទៅនោះទៀងតែមកកើតទៀតឬអ្វីលោកម្ចាស់ហ្នឹងគឺលោកសួរដោយបញ្ញត្តិហើយណានិយាយដោយបរមត្ថគឺអត់មានមនុស្សអត់មានទេវតាកើតស្លាប់អីទេមានតែខណ្ឌទេប៉ុន្តែព្រះនិកសែនក៏លោកយល់ទៅដល់អត្ថសេចក្តីដែលថាចង់សួរត្រឹមតែថាតើមនុស្សដោយបញ្ញត្តិហ្នឹងថាស្លាប់ទៅកើតទៀតទាំងអស់ឬក៏មិនកើតទៀតខ្លះដែរទេញាតិញោមស្ដាប់សំណួរឲ្យតន់ណាព្រោះអានមិលិនបញ្ហាក្តីស្ដាប់ក្តីគឺយើងត្រូវចាប់សំណួរឲ្យបានតើព្រះរាជាទ្រង់សាកសួរថាម៉េចគឺព្រះរាជាព្រះអង្គទ្រង់សាកសួរថាបើពិតប្រគុណម្ចាស់តើមនុស្សទាំងអស់ដែលស្លាប់ទៅនោះទៀងតែមកកើតទៀតឬអ្វីលោកម្ចាស់ចាំមើលលោកឆ្លើយថាម៉េចញាតិញោមណាហ្នឹងហើយព្រះថេរៈឆ្លើយថា
ថ្វាយប្រពោបុគ្គលខ្លះស្លាប់ទៅត្រឡប់កើតទៀតខ្លះមិនកើតទៀតទេសូមទ្រង់ជ្រាបខ្លះត្រឡប់កើតទៀតខ្លះមិនកើតទៀតទេនៅចម្លើយកន្លែងនេះគឺអត់មានតាក់ទងដោយសាសតៈទិដ្ឋិឬក៏ឧច្ឆេទទិដ្ឋិទេគឺលោកឆ្លើយទៅតាមកម្មរបស់បុគ្គលអ្នកមានកិលេសនិងអស់កិលេសដោយបញ្ញត្តិប៉ុណ្ណឹងណាហ្នឹងហើយអត់មានតាក់ទងនឹងថាសត្វស្លាប់ទៅកើតទៀតខ្លះមិនកើតទៀតខ្លះតាមថាតាមវាទៈរបស់ពួកអណ្ដេរថៃគេនិយាយអញ្ចឹងថាខ្លះក៏កើតទៅខ្លះក៏មិនកើតទៅអីទៅគេគិតថាណាដូចអត់មានហេតុថាអ្នកអង្គរហន្តអត់កើតទៀតណាហើយអ្នកណានៅកើតទៀតអត់មានន័យទៅអញ្ចឹងឯងពួកអណ្ដេរថៃហ្នឹងហើយអញ្ចឹងនិយាយអំពីខណ្ឌខ្លះក៏កើតខ្លះក៏មិនកើតដូចជាសាបព្រោះលើស្រែអញ្ចឹងពូជខ្លះក៏ដុះពូជខ្លះក៏មិនដុះអីចឹងទៅណាហ្នឹងហើយតែប្រធេរៈដែលលោកឆ្លើយនេះមិនមែនមានន័យទៅក្នុងឧច្ឆេទទិដ្ឋិឃើញថាសូនសាសតៈទិដ្ឋិឃើញថាទៀងអីអត់ទេមិនមែនមានន័យទៅអញ្ចឹងឯងគឺប្រធេរៈលោកឆ្លើយទៅដោយអធ្យាស្រ័យយល់អំពីការឆ្ងល់របស់ព្រះរាជាហ្នឹងហើយបានព្រះរាជាលោកសួរថាលោកម្ចាស់ជនប្រព្រឹត្តយ៉ាងណាដែលស្លាប់ហើយត្រូវកើតទៀតសត្វចម្ពុកណាដែលស្លាប់ហើយមិនកើតទៀតនេះជាចំណុចមួយដែលល្អបានប្រធេរៈលោកឆ្លើយអញ្ចឹងហើយគឺថាដើម្បីបានចេះដឹងដល់ពុទ្ធបរិស័ទទាំងអស់គ្នាផងដែរណាថាព្រះរាជាឆ្ងល់អញ្ចឹងញាតិញោមក៏អាចឆ្ងល់ដែរឬក៏ថាស្ដាប់ធម៌យូរហើយបានយល់ដឹងអញ្ចឹងទៅក៏មិនសូវជាឆ្ងល់អីដែរទេណាប៉ុន្តែយើងបានដឹងថាសូម្បីតែព្រះរាជាក៏លោកឆ្ងល់អញ្ចឹងដែរណោះឆ្ងល់ថាលោកម្ចាស់ជនប្រព្រឹត្តយ៉ាងណាដែលស្លាប់ហើយកើតទៀតហើយនឹងអ្នកប្រព្រឹត្តបែបណាដែលស្លាប់ទៅហើយមិនកើតទៀតហ្នឹងញាតិញោមស្រាប់យល់កន្លែងហ្នឹងណាហ្នឹងហើយនឹងសួរបន្តពីនៃមុនហ្នឹងនៅក្នុងបដិសន្ធិគេហណៈបញ្ហាដដែលមិនតាន់ដូរសំណួរគាត់ថាសួរបន្តនៅក្នុងសំណួរហ្នឹងសំណួរខ្លះសួរហើយសួរទៀតប៉ុន្តែនៅក្នុងសំណួរដែលមានឈ្មោះថាបដិសន្ធិគេហណៈបញ្ហាដំបូងមិនសួរថាមនុស្សទាំងអស់ស្លាប់ទៅកើតទៀតឬក៏មិនកើតទៀតដែរទេលោកម្ចាស់ហ្នឹងហើយព្រះថេរៈក៏ឆ្លើយថាមានខ្លះក៏កើតខ្លះក៏មិនកើតហើយបានសួរបន្តទៀតថាអ្នកប្រព្រឹត្តបែបណាដែលមិនកើតទៀតហ្នឹងហើយអ្នកប្រព្រឹត្តបែបណាដែលកើតទៀតមិនកើតហើយនឹងកើតហ្នឹងសួរព្រះថេរៈទៅអញ្ចឹងគឺតាក់ទងនឹងការប្រព្រឹត្តបច្ចុប្បន្នណាតើអ្នកនោះប្រព្រឹត្តយ៉ាងម៉េចបានកើតទៀតហើយប្រព្រឹត្តយ៉ាងម៉េចបានមិនកើតទៀតណាញាតិញោមស្ដាប់តនណាកន្លែងហ្នឹងព្រះថេរៈលោកឆ្លើយថាបពិតមហារាជអ្នកដែលនៅមានរាគាតិកិលេសញាតិញោមស្ដាប់ឲ្យតនណាអ្នកដែលមានរាគាតិកិលេសរលត់ខណ្ឌទៅហើយត្រឡប់កើតទៀតបានន័យថាស្លាប់ទៅហើយអាហ្នឹងកើតទៀតបានណាអ្នកដែលប្រសិជ្ជៈរាគាតិកិលេសតណ្ហានោះមិនកើតទៀតទេសូមទ្រង់ជ្រាបចម្លើយនេះល្អទេណាព្រះរាជាសួរថាអ្នកប្រព្រឹត្តយ៉ាងណាទៅកើតទៀតអ្នកប្រព្រឹត្តយ៉ាងណាទៅមិនកើតទៀតអញ្ចឹងព្រះថេរៈលោកឆ្លើយថាអ្នកដែលនៅមានរាគាតិកិលេសពេលដែលស្លាប់ឬក៏រលត់ខណ្ឌក្នុងបច្ចុប្បន្នហ្នឹងគឺកើតទៀតដោយសារកម្លាំងកិលេសហ្នឹងឯងកិលេសហ្នឹងនាំឲ្យទៅកើតយើងដែលកើតមកជាតិនេះហ្នឹងដោយសារកិលេសតែញោមបុណ្យក៏បុណ្យហើយប៉ុន្តែថាបុណ្យនៅក្នុងកិលេសហ្នឹងឯងបានជានាំឲ្យកើតទៀតហ្នឹងដូចជាខ្លែងហើហោះអីបានហ្នឹងក៏នៅក្នុងចំណងខ្សែដដែលហ្នឹងឯងហ្នឹងហើយខ្លែងហោះដល់ណាក៏ដោយសារខ្សែចងដែរទេហ្នឹងហើយណាអញ្ចឹងបានព្រះថេរៈលោកឆ្លើយថាអ្នកដែលនៅមានរាគាតិកិលេសស្លាប់ទៅគឺកើតទៀតអ្នកដែលអស់
រាគាទីកិលេសអស់កិលេសអស់តណ្ហាហ្នឹងលែងកើតទៀតដែរអញ្ចឹងបឋិជននៅមានរាគាទីកិលេសអត់ញាតិញោមពុទ្ធបរិស័ទណាញាតិញោមពុទ្ធបរិស័ទទាំងអស់នៅមានកិលេសទេកាលណាបើនៅមានកិលេសគឺគ្រឿងសៅហ្មងគឺនៅកើតទៀតអាចដឹងច្បាស់ខ្លួនឯងថានៅកំណើតទៀតដែលកើតទៀតហ្នឹងកើតដោយសារកិលេសហ្នឹងឯងដោយសារតណ្ហាដោយសារលោភៈទោសៈមោហៈហ្នឹងឯងអញ្ចឹងនៅកើតទៀតអត់ចប់ទេมันអាចបញ្ចប់នៅសង្សារវដ្តបានទេដោយសារតែមានកិលេសឃើញទេដោយសារតែមានកិលេសណាហើយអ្នកដែលអស់នៅរាគាតិកិលេសនេះឯងទៅអស់កំណើតហេតុអីបានអស់កំណើតថាកំណើតការកើតទៀតហ្នឹងដោយសារតែកិលេសតាយើងកើតមកនេះដោយសារតែលោភៈទោសៈមោហៈតើនាំឲ្យកើតវាអស់លោភៈទោសៈមោហៈលែងកើតបាត់ហើយឥឡូវនេះសូម្បីថាយើងមិនចង់កើតយើងមិនចង់កើតប៉ុណ្ណាក៏ដែរដូចអ្នកខ្លះពោលថាបើដឹងតែលំបាកទុកលំបាកម្លឹងកើតមកធ្វើអីចង់កើតមកទេកើតហ្នឹងមិនមែនស្ថិតនៅលើយើងអ្នកចាត់ចែងថាយើងចង់កើតមិនកើតយើងមិនចង់កើតក៏មិនកើតមិនមែនទេមិនមែនយើងអ្នករៀបចំចាត់ចែងទេក្បាលម៉ាស៊ីនធំបំផុតនោះគឺកិលេសតណ្ហាឯណោះទេអញ្ចឹងបានជាកិច្ចបដិបត្តិក្នុងសាសនានេះគឺថាសង្រួមបដិបត្តិដុសខាត់ដុតកម្ដៅទៅកិលេសហ្នឹងឯងព្រោះដុតកម្ដៅទៅកិលេសឯណោះវាងាប់ជាតិឯណាគឺអស់ការកើតឯណាដុតតែកិលេសតណ្ហាដុតតែបាបអកុសលទៅជាតិក្នុងសង្សារវដ្តហ្នឹងរួញទៅហើយដោយកង់ឡានវិលទៅបានដោយសារមានម៉ាស៊ីនឡានហ្នឹងឯងម៉ាស៊ីនឡានហ្នឹងម៉ាស៊ីនហ្នឹងវាប្រឆេះទៅឡានហ្នឹងចាប់ដើមវិលកង់ទៅហើយវាមានតែកង់ទៅទេគ្នាអត់មានម៉ាស៊ីនជួយទៅគ្នាបានអីវិលអញ្ចឹងម៉ាស៊ីនហ្នឹងមេកង់ហ្នឹងហើយអាចវិលទៅបានដោយសារមានម៉ាស៊ីនហ្នឹងឯងជាកម្លាំងជំរុញឲ្យកង់វិលទៅចាប់ដីទៅមុខរហូតហ្នឹងដោយសារម៉ាស៊ីនហ្នឹងឯងឃើញទេហ្នឹងហើយរទេះទៅមុខបានដោយសារអីគេរុញដោយសារគោអូដំរីអូសេះអូឃើញទេអញ្ចឹងរទេះខ្លួនឯងហ្នឹងវាមិនអាចទៅមុខបានទេតើមានអ្នកអូអ្នករុញយ៉ាងណាមិញបញ្ញខណ្ឌកើតហើយកើតទៀតកើតហើយកើតទៀតហ្នឹងមិនមែនដោយសាររូបហ្នឹងចេះកើតដោយខ្លួនឯងមិនមែនដោយសារនាមហ្នឹងចេះកើតដោយខ្លួនឯងទេគឺមានបច្ច័យរបស់រូបធម៌នាមធម៌ហ្នឹងគឺអវិជ្ជាតណ្ហាឧបាទានកម្មនេះជាប្រភពជាអ្នកឧបត្ថម្ភជាអ្នកឧបត្ថម្ភឲ្យជាតិជារៀបជាធិនឹងដំណើរការបានហ្នឹងឯងកម្មជាកុសលក៏ជួយឧបត្ថម្ភក្នុងជាតិសុគតិអញ្ចឹងទៅកើតក្នុងកំណើតសុគតិភពមនុស្សទេវតាទៅកម្មជាបាបអកុសលហ្នឹងក៏ឲ្យបដិសន្ធិនៅក្នុងអបាយភូមិទៅឃើញទេអញ្ចឹងដែលមានជាតិបន្តទៀតហ្នឹងគឺថាដោយសារមានរាគាទីកិលេសអញ្ចឹងចំណុចនេះគឺថាពិសេសណាញាតិញោមល្អមែនទែនធ្វើឲ្យយើងមានចំណេះដឹងបន្ថែមទៀតច្បាស់កាន់តែច្បាស់ថាអូដែលមានជាតិជារៀបជាធិមរណៈកន្លងមកហ្នឹងគឺថាដោយសារតែមានកិលេសព្រោះអត់មានកិលេសក៏អត់មានជាតិដែរអត់មានជារៀបជាធិមរណៈដែរបើអស់កិលេសគ្មានកើតទៀតទេនេះដោយសារតែនៅមានកិលេសទៅកើតមកទៀតហ្នឹងនឹងអត្ថាធិប្បាយនៅក្នុងចំណុចហ្នឹងប៉ុណ្ណឹងទៅឲ្យបានបរិជាលោកសួរត្រង់សួរទៅបនិកសែនណាចុះលោកម្ចាស់ពេលដែលអស់ជីវិតទៅនិយាយងាយស្ដាប់ថាស្លាប់ទៅហ្នឹងលោកម្ចាស់កើតទៀតទេសួរអញ្ចឹងហ្មងទៅហើយព្រះអរហន្តលោកឆ្លើយថាម៉េចមើលញាតិញោមព្រះអរហន្តលោកជាព្រះអរហន្តលោកមិនបានឆ្លើយថាអាត្មាជាអង្គអរហន្តហើយអាត្មាឈប់កើតទៀតហើយលោកអត់ឆ្លើយអញ្ចឹងទេព្រះអរហន្ត
ព្រោះលោកអត់មានវាចាដែលតាក់ទងជាមួយនឹងការអួតអាងទេអញ្ចឹងលោកឆ្លើយថាថ្វាយព្រះពរមហារាជបើអាត្មាភាពនេះប្រកបដោយរាគាតិកិលេសជាអ្នកចម្ពាក់ដោយឧបាទាននោះវេលាដែលរលត់ខណ្ឌទៅត្រូវត្រឡប់កើតទៀតលោកឆ្លើយថាបើអាត្មានៅមានកិលេសអាត្មាកើតទៀតហើយបើអាត្មាមិនមានរាគាតិកិលេសទេអាត្មាមិនកើតទៀតទេសូមទ្រង់ជ្រាបលោកអត់បានឆ្លើយថាអាត្មាជាព្រះអរហន្តហើយអត់ទេតាមពិតតនិកសែនគឺជាអង្គអរហន្តទេជាអង្គអរហន្តតែលោកមិនឆ្លើយថាអាត្មាជាអង្គអរហន្តហើយអាត្មាឈប់កើតទៀតហើយលោកមិនបានឆ្លើយបែបហ្នឹងទេលោកមិនបានឆ្លើយបែបហ្នឹងទេហ្នឹងហើយគឺធម្មតាគឺបែបហ្នឹងហ្មងព្រះអរិយបុគ្គលតិចទៅសួរលោកថាលោកម្ចាស់សោតាលោកឆ្លើយហ្នឹងខ្ញុំមិនណាជាសោតាលោកម្ចាស់ជាសក្កទាខ្ញុំមិនណាជាសក្កទាលោកម្ចាស់ជាព្រះអនាគីលោកឆ្លើយថាខ្ញុំមិនណាជាអនាគីអត់ទេអត់មានឆ្លើយអញ្ចឹងទេអត់ឆ្លើយតែម្ដងចំណុចហ្នឹងមួយអញ្ចឹងគ្មានបុគ្គលណាមួយដែលដើរប្រាប់គេថាខ្លួនឯងជាសោតាសក្កទាអនាគីឬក៏ព្រះអរហន្តទេមានទេលើកលែងតែព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសដោយឱឡារិកគឺប្រកាសដើម្បីឲ្យបរិស័ទយល់ជ្រាបប៉ុណ្ណោះមិនមានបតីអួតអាងអីទេណាហើយបានពរិជាលោកបានទូលថាបបិទ្ធគុណចាស់ឆ្លាតឆ្លៀសពេកណាគុណចាស់ឆ្លាតឆ្លៀសពេកណាសរសើរប្រធេរៈទៀតឆ្លាតឆ្លៀសណាខ្ញុំមិនដាអស់មានសេចក្តីសង្ស័យហើយគុណចាស់ណានេះគឺជាមីលិនតែបញ្ហាមកដល់បដិសន្ធិកេហណៈបញ្ហាទៀតនៅក្នុងថ្ងៃនេះគឺប៉ុណ្ណឹងចោះសម្រាប់ពុទ្ធបរិស័ទដែលបានស្ដាប់នៅមីលិនតែបញ្ហាទៀតណាគឺប៉ុណ្ណឹងទៀតក្នុងរយៈពេលប្រហែលជា1ម៉ោងហ្នឹងប៉ុណ្ណឹងទៀតណាហ្នឹងហើយខ្វះខាតយ៉ាងណាសូមកាត់ណាគុណចាស់គ្រប់ព្រះអង្គញាតិញោមទាំងអស់គ្នាធ្វើការអធិស្ឋានណាសូមអនុមោទនា